នៅក្នុងគណៈនេះនៅសប្តាហ៍នេះគឺជាដំណើរទស្សនកិច្ចរបស់លោកប្រធានស៊ីជីនពីងទៅកាន់ប្រទេសកម្ពុជាប្រទេសម៉ាឡេស៊ីហើយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមការធ្វើទស្សនកិច្ចនេះបានត្រូវទទួលដោយអធិកអធមទទួលដោយអធិកអធមដោយមេដឹកនាំវៀតណាមហើយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែលជា18កិច្ចព្រមព្រៀងដែលកិច្ចព្រមព្រៀងនោះគេមិនទាន់ដឹងច្បាស់ថាជាកិច្ចព្រមព្រៀងលើអ្វីច្បាស់លាស់នៅឡើយទេតែនៅក្នុងគណៈនេះខ្ញុំគ្រាន់តែលើកយកមកអធិប្បាយថាតើលោកប្រធានស៊ីជីនពីងអាចនឹងបបួលតូឡាំមេដឹកនាំវៀតណាមគៀកដៃគ្នាប្រឆាំងនឹងអាមេរិកឬគោលដៅរបស់លោកប្រធានស៊ីជីនពីងគឺបបួលគ្នាដើម្បីចងទៅជាអរណសេរីរួបរวมក្នុងការតបតប្រឆាំងនឹងឯកតោភាគីនិយមគាំពៀនិយមនៃនយោបាយរបស់រដ្ឋការដូណាល់ត្រាំនៅឯសហរដ្ឋអាមេរិកស៊ីជីនពីងបាននិយាយថាសកលលោកការនិយមគឺជាសេចក្តីសុខសប្បាយរបស់ប្រទេសនានាក្នុងវិស័យទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មហិរញ្ញវត្ថុនិងប្រជាជនជាមួយប្រជាជនសេចក្តីសុខសាន្តតាមសកលលោកការនិយម globalization ផ្ដល់នូវសេចក្តីសុខចម្រើនដល់ប្រជាជននៅក្នុងពិភពលោកដូច្នេះហើយលោកប្រធានស៊ីជីនពីងបានធ្វើសេចក្តីទទូចអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោករួបរวมគ្នាប្រឆាំងនឹងអាមេរិកដោយចាត់ទុកថាអាមេរិកជាជើងកាងតែឯងក្នុងគំនិតគាំពៀឯកតោនិយមគេហៅថា unilateral bully Xi Jinping accusing the United States of being a unilateral bullying people and upon visit to Vietnam see as To Lam Vietnam's leader to join hand with him to fight against unilateralism ចោទប្រកាន់ថាអាមេរិកជាពួកឯកជនលីបថៅកាត់សាជើងកាងម្នាក់ឯងជាដើមឡើយក្រោយពីបញ្ចប់ after the visit to Vietnam Xi will go to Cambodia and Malaysia I don't know which country go first probably he'll go to Cambodia because it's the next country to Vietnam to the west ណាអញ្ចឹងទៅហើយតាទស្សនកិច្ចនៅប្រទេសកម្ពុជាគ្មាន significance អ្វីទេបើយើងមើលតម្លៃនៃសេដ្ឋកិច្ចតម្លៃនៃពាណិជ្ជកម្មហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការយើងឃើញថាទំនាក់ទំនងរវាងចិននិងកម្ពុជាវាគ្មានទម្ងន់អ្វីមកលើពិភពលោកទេវា only bilateral relationships between the big country of China and small country in the southern part of China in the southern in the near southern border of China so visit to Cambodia does not carry much significance ទស្សនកិច្ចរបស់ស៊ីជីនពីងទៅកាន់ប្រទេសកម្ពុជាសឹងតែមិនបាច់ធ្វើការកត់សម្គាល់ទេវាអត់មានអីធំធំទេចំណុចដែលយើងគួរចាប់អារម្មណ៍គឺវៀតណាមបាទតើវៀតណាមព្រមព្រៀងស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកឬកាលពីម្សិលមិញលោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយនៅក្នុងសែតវិមានក្នុងជំនួបជួបជុំជាមួយអ្នកសារព័ត៌មាននិងទទួលភ្ញៀវដែលជាមេដឹកនាំប្រទេសអែលសាល់វ៉ាដ័រលោកត្រាំបាននិយាយថាវាជារឿងល្អណាស់ដែលចិនជួបគ្នាជាមួយនឹងយួនហើយគាត់ក៏បានដឹងដែរថាចិនជួបគ្នាជាមួយយួននឹងបបួលគ្នាដើម្បីប្រឆាំងគាត់ក៏ប៉ុន្តែវាជារឿងល្អដែលគួរតែជួបគ្នាហើយអ្វីដែលលោកត្រាំនិយាយបង្កប់អត្ថន័យច្រើនយ៉ាងដូចតទៅទី1គឺថាការចរចារវាងវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកលើវិស័យជំនួញនិងតារីហ្វវាធ្វើឲ្យវៀតណាមនឹងដឹងព័ត៌មានខ្លះថាតើសហរដ្ឋអាមេរិកណាមានសេចក្តីត្រូវការលក្ខខណ្ឌយ៉ាងដូចម្តេចក្នុងជំនួញអន្តរជាតិអាមេរិកនិងវៀតណាមបន្ទាប់មកទៀតគឺជាចំណុចដែលតាក់ទងនឹងគឺជាចំណុចដែលតាក់ទងនឹងចិនត្រូវការចង់ដឹងថាតើវៀតណាមមកជួបអាមេរិកនឹងយ៉ាងម៉េចដើម្បីរៀបជើងព្រួលក្នុងការចរចាជាមួយអាមេរិកឥឡូវនេះលោកប្រធានស៊ីជីនពីងកំពុងតែវាយរឹតថាខ្លួនមិនអើពើអំពីអាមេរិកទេនៅក្នុងវេលាព្រឹកនេះនៅសហរដ្ឋអាមេរិកខ្ញុំមើលប្រអប់បបោមាត់ឃោសនារបស់បកកុម្មុយនីសចិនគឺគ្មានអត្ថបទណាមួយអវិជ្ជមានបាទគ្មានអត្ថបទណាមួយជាអវិជ្ជមានលើកពីអវិជ្ជមានដែលមានរួចមកហើយទេពលគឺក្រសួងរដ្ឋនិងក្រសួងបកចិនអត់មានចេញភ្លាមខោអីច្រើនទេគ្រាន់តែមានដំណឹងដែលទទួលមកថានៅទីក្រុងហុងកុងឧស្សាហករណ៍ទាំងឡាយដែលរកស៊ីផលិតនៅទីក្រុងហុងកុងនិងរកស៊ីគួកជេជាមួយនឹងផលិតផលចិនកំពុងតែជាប់គាំងគ្រប់កន្លែងដូចជ្រាបហើយទីក្រុងហុងកុងជាទីក្រុងមួយចង្អៀតក៏ប៉ុន្តែអ្នកហុងកុងគឺចេះរកស៊ីច្រើនយ៉ាង
ហើយការរកស៊ីច្រើនយ៉ាងហ្នឹងគឺចាប់តាំងពីឆ្នាំ1997មកគឺមានការរកស៊ីច្រើនយ៉ាងជាមួយនឹងចិនដីគោកដូច្នេះការខ្ចប់វិចអីដូចខ្ញុំធ្លាប់និយាយខ្ញុំទៅស្រុកចិនជាង90ដងគឺការដែលចិនរហូតដល់ឆ្នាំ1995 97អីហើយចិនមិនទាន់ចេះខ្ចប់វិចត្រឹមត្រូវនៅឡើយទេគេហៅ standard packaging និង handling of goods through transportation អីមិនទាន់ចេះនៅឡើយទេអញ្ចឹងហើយហុងកុងគឺជាទីតាំងជោគជ័យមួយដែលធ្វើជាអ្នកគួកជេរដល់ចិនដីគោកដូចឧទាហរណ៍ក្រុមហ៊ុនខ្ញុំឯងចង់ទិញទំនិញពីចិនអីត្រូវពឹង repackaging ឬក៏ packaging standardized instruction អីពីហុងកុងទៅតែពេលឥឡូវទេដែលចិនចេះខ្ចប់វិចខ្លួនឯងតែពីមុនចិនអត់ចេះខ្ចប់វិចខ្លួនឯងត្រូវតាមស្តង់ដារ container shipping តាមស្តង់ដារនាំចូលមកវាជា pre-pack ដែល ready for distribution and sale ទេអញ្ចឹងហើយក៏ឥឡូវនេះដោយសារ tariff ហ្នឹងគឺបុកទៅប៉ះហុងកុងខ្លាំងតាមការពិត tariff ចំពោះហុងកុងមិនប្រមាណទេក៏ប៉ុន្តែវាប៉ះហុងកុងដោយសារហុងកុងត្រូវលើកទំនិញពីប្រទេសចិនហើយទំនិញពីប្រទេសចិនហ្នឹងគឺដោយសារហុងកុងជាដែនស្វ័យយ័តអញ្ចឹងហុងកុងអត់ចាំបាច់ដាក់ថា made in Hong Kong ទេដាក់ថា made in China because after 1997 Hong Kong is the territory of China វាជា Chinese territory អញ្ចឹង Chinese territory ហ្នឹងទោះបីមានautonomy និង autonomous status ខ្លះក៏ដោយក៏ទំនិញហ្នឹងវានៅជាមួយគ្នាអញ្ចឹងធ្វើឲ្យប៉ះហុងកុងយ៉ាងខ្លាំងនឹងចំណុចមួយហើយចំណុចដទៃទៀតក៏ប៉ះដល់ស្រុកចិនសម្បើមណាបាទរោងចក្រចិនហើយឥឡូវនេះនៅក្នុងប្រអប់មាត់របស់ចិនក្នុងព្រឹកនេះព្រឹកថ្ងៃអង្គារនៅសហរដ្ឋអាមេរិកយប់ថ្ងៃអង្គារនៅប្រទេសចិនហ្នឹងគឺលក្ខណៈសង្គ្រាមសេដ្ឋកិច្ចនេះគឺចិនគាត់ផ្សាយអំពីផលិតកររបស់គាត់ហ្នឹងកំពុងតែកាំងគាត់ផ្សាយតិចតួចមិនច្រើនណាស់ទេហើយសារព័ត៌មានដែលប្រឆាំងនឹងត្រាំដូចជា router ដូចជា AP អីក៏កិច្ចមិនរួចពីការនិយាយលើការកាំងស្ដោកនៃផលិតផលដែលត្រូវនាំចេញពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិកដែរឥឡូវនេះtrade activity between China and America come to a very very low mode almost a standstill ណាដូចខ្ញុំនិយាយចឹងមានខ្សែធននៅស្រុកចិនហ្នឹងដួលប្រែប្រហែលថ្ងៃហ្នឹងហើយបងប្អូនអាចសួរថាហើយចុះមិនបានជាប្រទេសចិនហ្នឹងគាត់នៅមួយផ្លែតហ្នឹងមានខ្សែធនទីណាក៏អញ្ចឹងដែរបងប្អូនអើយអ្នករកស៊ីអត់មានដើមតម្កល់ទុកទេអញ្ចឹងកាលណាលើកឲ្យបានយកមកហើយជពាក់លុយគេត្រូវផលិតឲ្យលឿនដើម្បីយកទៅលក់ឲ្យលឿនបានលុយមកវិញសងគេហើយទិញគេទៀតដូច្នេះហើយម្នាក់វាមានរបស់មួយដែលគេ cash flow ខ្មែរយើងអត់មានពាក្យថាលុយហូរទេយើងប្រើពាក្យថាលុយបង្វិលលទ្ធភាពនៃការបង្វិលលុយអញ្ចឹងគ្រាន់តែមានបញ្ហាភ្លាមហ្នឹងគឺថាវាអត់មាន cash flow ទេហើយដល់វាអត់មាន cash flow ហ្នឹងវាធ្វើឲ្យស្ទះភ្លាមដួលភ្លាមបាទមិនមែនតែនៅស្រុកចិនទេស្រុកអាមេរិកក៏អញ្ចឹងដែរឲ្យតែ business ស្ទះគឺដួលហើយបាទដួលភ្លាមអញ្ចឹងដួលរលំភ្លាមដូច្នេះហើយគ្រាន់តែពីថ្ងៃទី8ខែមេសាមកទល់នឹងថ្ងៃទី15ខែមេសានេះគឺមនុស្សខ្សែធនផលិតករខ្សែធនរោងចក្របិទទ្វារមនុស្សអស់ការងារធ្វើ shipping container គោដូចភ្នំshipping vessels line up airports កម្មករធ្វើការនៅក្នុងនាវាផ្ទុក container សម្រាប់ដឹកជញ្ជូនឆ្លងប្រទេសត្រូវដេកឆុងមីស៊ីនៅក្នុងនាវារបស់ខ្លួនដោយសារលុយកាក់ពិបាកណាមួយត្រូវទៅជួបប្រពន្ធកូនក៏មិនបានទៅជួបប្រពន្ធកូនបាទវាស្ទះលុយបាទអាហ្នឹងគេហៅទុនទេបងលុយបាទអានោះលុយហ្មងនិយាយចំស្ទះលុយហ្មងបាទវាជា cash flow វាមិនមែនជា capital វាមិនមែនអីទេទីហោថាខ្ញុំលក់ឲ្យបងឯងឆាប់បានលុយពីបងឯងទៅសងគេទិញយកទៀតទៅលក់ឲ្យវិនវិរៈបត់អញ្ចឹងទៅវិនវិរៈបត់ក៏ជពាក់គេបាទជពាក់គេដូចខ្ញុំអញ្ចឹងថ្ងៃសប្តាហ៍សប្បាយតែដល់ថ្ងៃច័ន្ទមុខអង្គ្រាមបាទមុខអង្គ្រាមពីព្រោះថ្ងៃអង្គារត្រូវបង់លុយឲ្យគេហើយពំវិលលុយអត់ទាន់ទេបាទថ្ងៃសប្តាហ៍សប្បាយដោយសារអីដោយសារបានលក់ចុងសប្តាហ៍តែដល់ថ្ងៃច័ន្ទចាប់តាមបារម្ភតើគ្រប់លុយបង់ឲ្យគេទេឧទាហរណ៍ទៅលក់សាំងដាច់ពីថ្ងៃសប្តាហ៍វាថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃអាទិត្យវាត្រូវយកថ្ងៃអង្គារអញ្ចឹងវាបូកថ្ងៃសប្តាហ៍ផង3ថ្ងៃប្រហែលជា5-10 ម៉ឺន$15,000កាន់តែថ្លៃបងគេអញ្ចឹង$15,000ត្រូវមានលុយ8,000 9,000ដាក់ថែមគឺយកថ្ងៃអង្គារ
សិនជាគេយកថ្ងៃគេហ្នឹងគេយកពីថ្ងៃសប្តាហ៍យកទៅពីថ្ងៃហ្នឹងរួចខ្លួនយើងដាក់ថែម10000ទៀតរួចខ្លួនចាំដល់ថ្ងៃគេយើងរកបានយើងសងគេថ្ងៃពុធសាំងកាលណាគេទម្លាក់សាំងនៅក្នុងធុងយើង24ម៉ោង24ម៉ោងក្រោយមកគឺគេ invoice យើងហើយកាលណា invoice យើងហើយវាប្រហែលជាពេលហ្នឹងគេ schedule ដកលុយណាអញ្ចឹងវាការដកលុយវានៅស្ថិតនៅក្នុង48ម៉ោងប៉ុន្តែម៉ោងដែលយើងមានឱកាសនឹងប្រើប្រាស់ធនាគារមិន24ម៉ោងណាអញ្ចឹងនៅក្នុងថ្ងៃទី2ម៉ោងទី2នៃ24ម៉ោងយើងត្រូវតម្កត់ដាក់លុយទៅក្នុងធនាគារឲ្យបានទាន់ពេលវេលាពីព្រោះយប់ហ្នឹងគេ draft ហើយណាដែលគេហៅថា electronic fund transfer EFT ណាតែយើងប្រែថាដកលុយពី account ណាតម្លៃសាំងយើងអត់បង់លុយគេជា check យើងអត់បង់លុយគេទេគឺឲ្យគេដកហើយជួនកាលទៅមានការច្រឡំខ្លះគេ draft យើងខ្វះមិនអីទេគេវិលមកយកវិញឧទាហរណ៍គេយកពាក្យសាំងអីគេហៅមក load ណាបាទគឺ1 Citan ពេញវា8600 gallon បាទ8600 gallon យើងហៅ1 load ក្នុង1 load ពេលសាំងឡើងថ្លៃជាង$30000ពេលសាំងឡើងថ្លៃជាង$30000ហើយគេដកលុយយើងហ្នឹងជួនកាលឧទាហរណ៍ថាមាន load ខ្លះមិនមែនជា load យើងទេជា load របស់គេទេប៉ុន្តែគេដាក់មកអស់នៅក្នុងអា system ត្រង់មួយវែងហ្នឹងវាមានជួនកាលវាមាន3កន្លះជួនកាលវាមាន4កន្លះអត់ទៀងទេគេហៅ compartment ហើយមូលហេតុដែលគេធ្វើនៅក្នុង system មួយហ្នឹងវាមានកន្លះវាហ្នឹងគឺបើអត់កន្លះអញ្ចឹងទេឡានហ្នឹងកន្លាប់ទីមួយឡានហ្នឹងវាកន្លាប់ពេលដាក់ទៅវាបោះចកូនវាកន្លាប់ឡាននឹងមួយសន្តានសួស្ដីមួយទៀតគឺទោះបីគេដាក់សាំងទៅណាក៏ដោយគេអត់ដាក់សាំងតែម្យ៉ាងឯងមកលេខទេជួនកាលគេដាក់87ផងគេដាក់89ផងដាក់93ផងជួនកាលគេដាក់87និង93ជួនកាលគេដាក់93 89វាមិនដែលមានគេមិនដែលដាក់សាំងមួយឡាន93មកស៊ីតែនហ្នឹងទៅវាទោះបីគេដាក់ក៏ដោយក៏ដាក់ពេញស៊ីតែនហ្នឹងទៅវាកន្លាប់វាឃ្លោកណាបាទអញ្ចឹងនៅក្នុងស៊ីតែនហ្នឹងវាមាន compartment របស់វាហើយជួនកាលគេទៅទម្លាក់សាំងនៅកន្លែងណាហ្នឹងចៃដន្យហ្នឹងវាសល់មក compartment 3000 gallon អីចឹងគេយកមកទម្លាក់យើងចៃដន្យហ្នឹងគេគិតលុយយើងគេគិតលុយយកមកស៊ីតែនអីចឹងអញ្ចឹងយើងត្រូវជូនដំណឹងគេឲ្យគេដឹងហ្នឹងលុយគេយកណាបើថាលុយគេយកហ្នឹងគេយកហើយអត់មានកែបានទេពីព្រោះគេ draft ទៅបែងហើយទៅតោះតែយើងដាក់លុយឲ្យគេយកសិនហើយបើគេឲ្យ credit មកយើងវិញមិនមែនយើងហ្នឹងតាក់តងទៅគេទូរស័ព្ទទៅគេហ្នឹងគេកាត់ភ្លាមបានទេព្រោះគេ draft ហើយកំហុសរបស់គេទេប៉ុន្តែបើយើងមិនមានលុយក្នុងធនាគារឲ្យគេដកទេធនាគារមានបញ្ហាមួយយើងកំហុសមិនមែនកំហុសយើងទេវាជា accounting បញ្ហា accounting របស់គេទេអញ្ចឹងណាមិនមែនខុសឲ្យត្រូវទេប៉ុន្តែបញ្ហាគេប៉ុន្តែយើងត្រូវតែមានលុយឲ្យគេដកឲ្យបានគេ credit មកឲ្យយើងវិញហើយមិនមែន credit មកភ្លាមណាដកយកទៅបាត់ហើយស្អែកឡើងបាន credit មកយកនឹងបានចូលលុយមកយើងវិញអញ្ចឹងណាអញ្ចឹងហើយវាកើតនៅចំណុចមួយហៅថា cash flow លុយបង្វិលហ្នឹងគឺមុខរបរណាក៏ដូចគ្នាដែរបាទកងចកំសត់17មេសានិយាយក៏បានមិននិយាយក៏បានណារឿងនេះវានិយាយក៏បានមិននិយាយក៏បានបាទអរគុណតាមសម្រាប់ការណែនាំវិជ្ជាពិតទូទៅការនៅអរគុណបាទសាក្រូculture ហ្នឹង culture សង្គ្រាមហ្នឹង originally វប្បធម៌សង្គ្រាមហ្នឹងពីដើមឡើងជាវប្បធម៌ផូរផង់វប្បធម៌ហ្នឹងណាវប្បធម៌សង្គ្រាមបើយើងនិយាយពីវប្បធម៌សង្គ្រាមប្រពៃណីបុណ្យសង្គ្រាមមានប្រហែលជាជាង20ជនជាតិវប្បធម៌សង្គ្រាមនេះណា the culture of សង្គ្រាម celebrations celebrated by more than 20 racial ethnicities គឺមានជនជាតិជាង20ខ្ញុំមិនដឹងប្រមាណទេនៅក្នុងតំបន់អាស៊ីខាងត្បូងអាស៊ីប៉ែកអាគ្នេយ៍គឺជនជាតិអស់ហ្នឹងមានប្រពៃណីក្នុងការអបអរធ្វើបុណ្យសង្គ្រាមគឺបុណ្យសង្គ្រាមនេះមិនមែន
តែមួយតែពីរទេគឺមានជាង20បាទហើយការប្រារព្ធធ្វើបុណ្យសង្ក្រាន្តនេះគឺមានសង្ក្រាន្តខ្លះធ្វើនៅក្នុងខែមេសាស្រដៀងគ្នានៅក្នុងខែមេសាក៏ប៉ុន្តែការធ្វើបុណ្យសង្ក្រាន្តនេះមិនមែនជនជាតិជាង20នោះធ្វើបុណ្យសង្ក្រាន្តតែក្នុងខែមេសាទេសង្ក្រាន្ត is celebrated by more than 20 ethnicities in South Asia and in Southeast Asia. Sangkran celebration is not celebrated only in April. Actually, Sangkran is celebrated in all the 12 months of the year. គឺសង្ក្រាន្តហ្នឹងគេមានបុណ្យសង្ក្រាន្តរបស់គេហ្នឹងនៅក្នុងខែទាំង12នៃមួយឆ្នាំជនជាតិខ្លះក៏ celebrate សង្ក្រាន្តហ្នឹងនៅក្នុងខែមករាខ្លះក៏កុម្ភៈខ្លះក៏មីនាមេសាឧសភាមិថុនាកក្កដាសីហាកញ្ញាវិច្ឆិកាធ្នូគេ celebrate ខ្លះអបអរធ្វើបុណ្យសង្ក្រាន្តហ្នឹងនៅក្នុងខែជាមួយគ្នាខ្លះធ្វើនៅក្នុងខែទីពីគ្នាទាំង12ខែនៃមួយឆ្នាំសង្ក្រាន្តហ្នឹងណាមិនមែនថាសង្ក្រាន្តហ្នឹងកើតតែខែមេសាទេនឹងមួយទៀតសង្ក្រាន្តគឺជាអ្វីពាក្យថាសង្ក្រាន្តគឺជាឈ្មោះតម្រាអ្វីជាតម្រាគឺជាតម្រារឹកនិងរាសីអ្វីគឺជាតម្រារឹកនិងរាសីវាជា calendar វាជា calendar book វាជាក្បួនសម្រាប់មើលពេលវេលាប្រតិទិនណាបាទប្រតិទិនអញ្ចឹងពាក្យថាសង្ក្រាន្តមួយម៉ាត់មិនប្រែដូចគេប្រែទេសង្ក្រាន្តគឺជាឈ្មោះនៃតម្រាមិនដូចគេប្រែអីសង្ក្រាន្តអីហ្នឹងអត់ទេអាហ្នឹងកម្លាយពាក្យក្រោយទេសង្ក្រាន្តគឺឈ្មោះតម្រាណាបានជានៅក្នុងប្រទេសកម្ពុជាកាលណាដល់ចូលឆ្នាំគេបោះសៀវភៅមួយគេហៅមហាសង្ក្រាន្តគឺគេស្រង់យកការគុណគូក្នុងតម្រាហ្នឹងយកមកដាក់ក្នុងសៀវភៅមួយស្ដើងបោះពុំដោយពុទ្ធសាសនបណ្ឌិតហៅថាមហាសង្ក្រាន្តខ្មែរយើងហៅកាត់ណាមហាចក្រានណាហ្នឹងវាជា yearly almanac published by Buddhist Institute 1 or 2 months before April to inform readers about the time of the new year and the Sangkran day that is part of the Khmer New Year ពុទ្ធសាសនបណ្ឌិតបោះពុំសៀវភៅមហាសង្ក្រាន្តហ្នឹងមួយខែពីរខែ3ខែមុនទិវាចូលឆ្នាំក្នុងខែមេសាដើម្បីផ្សាយចេញឲ្យខ្មែរដឹងថាចូលឆ្នាំចំថ្ងៃណាហើយនៅក្នុងថ្ងៃចូលឆ្នាំ3ថ្ងៃធំហ្នឹងមានថ្ងៃមួយដែលតម្រាសង្ក្រាន្តហ្នឹងកំណត់វាជាថ្ងៃដែលកំណត់បាទដូច្នេះហើយពាក្យថាសង្ក្រាន្តវាជាសៀវភៅស្ដើងអង់គ្លេសហៅ pamphlet វាមិនហៅ book ទេហៅ pamphlet វា10សន្លឹកអីទៅណាប៉ុន្តែហ្នឹងកម្ពស់ប៉ុណ្ណេះឯងវាមិនមែនຂະຫນາດសៀវភៅទេបោះរៀងតូចជាងຂະຫນາດសៀវភៅបន្តិចពីដើមណាឥឡូវបោះអីក៏បាត់ដែរអញ្ចឹងពាក្យថាសង្ក្រាន្តហ្នឹងបាទពាក្យថាសង្ក្រាន្តហ្នឹងគឺជាតម្រាគឺជាឈ្មោះតម្រាបាទតម្រាហើយតម្រាហ្នឹងទៀតសោតតម្រាហ្នឹងចែកចេញជាពីរតម្រាហ្នឹងវាកើតនៅក្នុងដែនឥណ្ឌាបុរាណដល់កើតនៅក្នុងដែនឥណ្ឌាបុរាណទៅវាចែកជាពីរបាទវាចែកជាពីរដោយសារនិយាយរឿងហ្នឹងដូរអេក្រង់តិចបាទវាចែកជាពីរបាទវាចែកជាពីរគឺមួយតម្រាសង្ក្រាន្តតាមតែគេចរិតយកក្បួនយកຂະຫນາດហ្នឹងតាមប្រតិទិនច័ន្ទកតិណាមានន័យថាតម្រាសង្ក្រាន្តហ្នឹង book of សង្ក្រាន្តហ្នឹង is written and compiled according to the ច័ន្ទកតិ lunar calendar lunar organization of the month days and year តម្រាសង្ក្រាន្តនឹងដែរនៅតែហៅសង្ក្រាន្តដូចគ្នាប៉ុន្តែគេតាក់តែងយកតាមក្បួននៃប្រតិទិនសុរិយកតិវាជា solar calendar ណាហើយក្រោយមកទៀតមានតម្រាសង្ក្រាន្តមួយទៀតច្រឡំហៅសង្ក្រាន្តមានតម្រាសង្ក្រាន្តមួយទៀតហើយគេមិនរាប់យកច័ន្ទកតិសុរិយកតិដាច់ទេគេគួបគ្នារវាងសុរិយកតិនិងច័ន្ទកតិដែលគេហៅថា a combined calendar lunar solar calendar ណាប៉ុន្តែទោះបីយ៉ាងណាសង្ក្រាន្តហ្នឹងនៅតែជាឈ្មោះតម្រាហ្នឹងតម្រាស្អីបាទតម្រាហ្នឹងតម្រាស្អីភ្លៀងកូនភ្លៀងសពសន្យា
Tầm ra rất nâng rìa xây nhầm tôi xây chủ nè tầm ra pi cá còn cú nó được miền rô đây nè lấy tay nè cú nữa nè cú nó đang miền rô đây nè ok miền rô à ok nè tầm ra pi cá còn cú rất sạch và tạo nhầm trắng xây chạy nâng rìa xây nè sân cá nó cứ tầm ra xây pi cá còn cú rất nâng rìa xây rất nâng rìa xây hai rất nâng rìa xây nâng bạn dây ở về anh tới có bàn đây dây bay bốn màu có bàn đây còn nát này rất xây tới rất mỗi tiết còn nát này rìa xây tới rìa xây còn dây bàn đây nhom này dây bàn nhom này dây chụp riết bàn đó còn đây nhom mình trong này dây lời đây bị pro đôi chữ hú hai thảo với chạy đăng trả về được nâng chẳng lắm đặc ra thả sừng tiện tại sừng can nó cứ một tầm ra đây tầm ra nó chừng ở ao mà nút chiêng mà cây tròn triệt và lúc thưa bị thí nè là nơi nông nắng miền bị thí mũi hai thác sòng càn nè miền bị thí mũi hai thác sòng càn bảo tròn triệt na đôi tròn triệt thay cái cổng nát thác sòng càn nó chia trầu nam bạc kê nó có trầu nam bạc kê bảo tròn triệt na mình cổng nát thác sòng càn chia trầu nam tế cái đặt mua trầu nam bạc kê tầm bạc kê còn tái cái bà tầm ra sân can và bây giờ trầu bọc cái cứ ấp thưa bị thi sân can tay mà vàng tê đốt nơi bề Campuchia dướng cứ dướng Khmer dướng thưa bị thi trầu năm cứ dướng ấp tăng bị thi sân can tê bị thi sân can cứ chụp này mũi này trầu năm Khmer chụp này mũi này trầu năm Khmer chụp này chỉ ốp câu này tê cứ dướng ấp dốt trầu năm dướng hai sân can tê còn nè đại khmer cho non cao thắng sẽ điên nè cạp sạch xa vì vào thua và bây ní toàn là dừng vua lượng nâng ai lấy nó nghe ai cho chuyện ngay thứ mày là dừng khẩn ok lại tận lóc một mình sẵn cán cứ chia tâm ra chia alman này nó sẵn cán á chia alman này ok sacro chia tâm ra đấy nó kể vô một con cu rex hay đang re sảy cái lần ní Rex vậy từ Rex miền Pi Giang nè Rex miền Pi Giang tại tầng Pi Giang nâng cứ bưng từ lợp cài boran bị đai mòn xoay vô làm Pi Rex nâng cứ tạm cài tạm